ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចែករំលែកអ្នកទាំងអស់គ្នាទាក់ទងទៅនឹង grammar 45 talking about modal verbs and conditionals to give advice តែយើងប្រើ modal verb ហើយនឹង conditional ដើម្បីឲ្យដំបូន្មានទៅនរណាម្នាក់ដើម្បីឲ្យដំបូន្មានទៅខ្លួនឯងដើម្បីឲ្យដំបូន្មានដល់អ្នកដទៃតើយើងត្រូវប្រើ modal verb ប្រភេទណាទី1យើងប្រើ modal verb should ought to had better ឬមួយក៏ conditional ដើម្បីឲ្យដំបូន្មានដល់គេណាសូមអ្នកទាំងអស់គ្នាកុំភ្លេចមើល form របស់ modal verb ទាំងអស់គ្នា form of modal verb អូខេ positive statements យើងប្រើប្រយោគស្របគឺ subject បូកជាមួយនឹង should បូកជាមួយនឹង ought to បូកជាមួយនឹង had better បូកជាមួយនឹង best form ឬមួយក៏ best verbs ឬមួយក៏ verb 1គេហៅថា main verb អូខេសូមអ្នកទាំងអស់គ្នាបូកជាមួយនឹង objective អូខេតាក់ទងទៅនឹង positive statement ឥឡូវនេះសូមមើលឧទាហរណ៍មួយចំនួនដែលតាក់ទងទៅនឹងឧទាហរណ៍យើងអូខេ you should drink more water អ្នកគួរតែផឹកទឹកឲ្យបានច្រើនអានេះគឺយើងឲ្យដំបូន្មានដល់អ្នកដទៃនៅពេលដែលយើងប្រើ modal verb ទាំងអស់ហ្នឹងអូខេyou ought to go to study English អ្នកគួរតែទៅសិក្សាភាសាអង់គ្លេសគឺយើងឲ្យដំបូន្មានដល់អ្នកដទៃណាឬមួយក៏ somebody had better find another job អូខេសម្បត្តិគួរតែស្វែងរកការងារថ្មីអានេះគឺយើងឲ្យដំបូន្មានទៅសម្បត្តិនៅពេលដែលយើងប្រើ had better នេះយើងកុំច្រឡំណាពាក្យថា had នេះយើងដឹងថាវាគឺជា past របស់ had ឬមួយក៏ has ប៉ុន្តែយើងប្រើជាមួយនឹង give advice ឲ្យដំបូន្មានទៅនរណាម្នាក់វាអត់ដើរទូជា past ទេវាដើរទូជា present ឬមួយក៏ future យើងឲ្យដំបូន្មានទៅនរណាម្នាក់ហើយ had better នេះគឺជា phrase not verb អូខេគឺជា clear ដើម្បីឲ្យ advice ទៅគេយើងចងចាំហើយនៅពេលដែលយើងប្រើ had better នេះបើសិនជាយើងប្រើ should ហើយនឹង ought to គឺយើងឲ្យដំបូន្មានទូទៅយើងអត់សង្កត់ធ្ងន់ទៅលើឲ្យ advice ទៅនរណាម្នាក់ទេនៅពេលដែលយើងប្រើ had better គឺយើងសង្កត់ធ្ងន់យើងទៅតែឲ្យ advice ហ្នឹងអ្នកដែលយើងឲ្យ advice ហ្នឹងត្រូវតែប្រញាប់ធ្វើតែម្ដងនៅពេលដែលយើងប្រើ had better ណាយើងចងចាំវាក្នុងការប្រើ positive statement ប៉ុន្តែបើសិនតែយើងប្រើ negative statement វិញយើងចងចាំវាបើសិនតែយើងប្រើ negative statement យើងត្រូវបន្ថែម not នៅពីខាងក្រោយ should នៅពេលដែលយើងប្រើទម្រង់ should នៅពេលដែលយើងប្រើទម្រង់ ought to យើងត្រូវតែបន្ថែម not នៅពីខាងក្រោយ ought ហើយបូកជាមួយនឹង to យើងចងចាំវាបើសិនតែយើងប្រើទម្រង់អូខេ had better នេះយើងត្រូវដាក់ not នៅពីខាងក្រោយ had better យើងអត់ដាក់ not នៅពីខាងក្រោយ had ទេយើងអត់ដាក់ not ទេនៅពីខាងក្រោយ had ទេយើងដាក់ not នៅពីខាងក្រោយ had better យើងចងចាំណាយើងដាក់ not នៅពីក្រោយណាអញ្ចឹងយើងមើល situation មួយចំនួន you should not drink more water អញ្ចឹងនៅពេលដែលយើងប្រើ situation មួយចំនួននេះវាខុសស្ថានភាពមួយចំនួននៅពេលដែលយើងប្រើប្រយោគនេះវាខុសអត្ថន័យអញ្ចឹងយើងត្រូវតែកែប្រយោគនឹងយ៉ាងម៉េចអូខេ you should not drink more b you should not drink more wine អូខេនេះយើងប្រើសម្រាប់ negative statement អូខេ she ought to អូខេ she ought not to sleep too much ឬមួយក៏សម្បត្តិអូខេសម្បត្តិ had better not play game it is the negative statement នេះគឺជាប្រយោគបដិសេធអូខេនៅពេលដែលយើងប្រើ negative statement ដើម្បីឲ្យ advice ទៅអ្នកដទៃយើងត្រូវតែធ្វើរបៀបហ្នឹងដើម្បីយើងឲ្យ advice ទៅអ្នកដទៃអូខេសូមអ្នកទាំងអស់គ្នាកន្លែងមើល question នៅពេលដែលយើងប្រើប្រយោគសំណួរដើម្បីឲ្យ advice ទៅអ្នកដទៃគឺយើងត្រូវតែចងចាំយើងយក modal auxiliary verb អូខេ should ដើម្បីបង្កើតជាប្រយោគ question នៅពេលដែលយើងប្រើប្រយោគ question នេះគេអត់ប្រើជាមួយនឹងពាក្យ ought to ហើយនឹង had better ទេគឺគេប្រើជាមួយនឹង should ដើម្បីបង្កើតទៅជាប្រយោគសំណួរឧទាហរណ៍មួយចំនួនដែលតាក់ទងទៅនឹងការប្រើប្រាស់រវាងការឲ្យ advice ទៅអ្នកដទៃ should I go to study English តើខ្ញុំគួរតែទៅសិក្សាភាសាអង់គ្លេសឬអូខេ should he drink more water តើអូខេតើគាត់
กูแต่พักตึกจานหรืออันนี้คือเยอะเอาแอดไว้จำไรแบบนี้สมดูแบบนี้แต่ยังทายยังไม่ทาย just no question okay just no question yes okay yes I should okay หรือมวยก็ no I shouldn't it is the example for you when we use the conditionals to give advice នៅពេលដែលយើងប្រើលក្ខខណ្ឌក្នុងការឲ្យ advice ឧទាហរណ៍ somebody will help you if you ask him somebody would help you if you ask him yes it is the example conditional នៅពេលដែលយើងប្រើលក្ខខណ្ឌប្រភេទនេះក៏យើងឲ្យ advice តើអ្នកអត់ទេដែរអានេះគឺជាប្រយោគដែលយើងឲ្យ advice យើងត្រូវតែចងចាំវាជាដាច់ខាតអូខេយើងមើលឧទាហរណ៍យើង somebody will help you if you ask him and somebody would help you if you ask him all of example for give advice អញ្ចឹងគឺនៅក្នុងប្រយោគនេះទាំងអស់គឺយើងប្រើសម្រាប់ឲ្យ advice ទៅគេហើយមានប្រយោគដទៃទៀតច្រើនជាងនេះទៀតសូមអ្នកទាំងអស់គ្នាបំបែកដើម្បីបង្កើតប្រយោគក្នុងការ improve your English speaking okay thank you for your watching